បាទសួស្តីបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបាទបានធ្វើអត្ថាធិប្បាយពីការធ្វើដំណើរទៅកំសាន្តលេងនៅកោះត្រល់បងប្អូនហើយថ្ងៃនេះខ្ញុំបាទសូមបង្ហាញវីដេអូមួយទៀតទាក់ទងទៅនឹងគ្រឿងសមុទ្រដែលមាននៅកោះត្រល់បងប្អូនដោយបងប្អូនបានឃើញហើយនេះគឺជាត្រីសមុទ្របងប្អូនដែលជាទូទៅហៅថាត្រីតកែបងប្អូនហើយគឺជាប្រភេទគ្រឿងសមុទ្រទៀតបងប្អូនមានខ្យងមានខ្ចៅមានខ្យងប៉ារ៉ាមានអីចឹងណាបងប្អូនហើយបងប្អូនក៏អាចបានមើលឃើញដែរមានទៅជាក្តាមបកាគ្រឿងសមុទ្រជាច្រើនដែលមាននៅក្នុងការចង់បានរបស់បងប្អូនក្នុងការបរិភោគនៅលើកោះត្រល់បងប្អូនមានច្រើនទៀតបងប្អូនមើលតិចឃើញនឹងបកងនេះបងប្អូនដែលយើងហៅថាបកងនេករាជចឹងណាបងប្អូនហើយក្តាមសេះនិងបកាបងប្អូនបកានឹងមានពីរប្រភេទបងប្អូនហើយនឹងនេះគឺជាតែបងប្អូនហៅថាបកងប៉ាបងប្អូនហើយតែភាគច្រើនគឺមានហៅផ្សេងទៅតាមតំបន់បងប្អូនជាចុងក្រោយសូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រវីដេអូក្នុង Facebook TikTok YouTube ទាំងអស់គ្នាបងប្អូនសូមជូនពរឲ្យបងប្អូនមានសុខភាពល្អរស់ស៊ីមានបានទាំងអស់គ្នានៅក្នុងឱកាសចាត់ចូលឆ្នាំខ្មែរនេះបងប្អូនអរគុណបងប្អូនទាំងអស់គ្នា